កុំពិបាកចិត្តអីបន្ទប់ខ្ញុំជាអ្នកដោះស្រាយខ្ញុំធានាថានាងនឹងបាននៅបន្ទប់ធំមិនខានលោកគឺជាកម្មករកម្រិតទី2សោបែរជាហ៊ាននិយាយសម្ដីធំបែបនេះអ៊ូជៀនរិនព្រោះតែខ្ញុំទៅប្រករឿងលោកហេតុនេះចំពោះរឿងនេះទុកឲ្យខ្ញុំជាអ្នកដោះស្រាយលោកប្រធានអ៊ូជៀនរិននោះរកយើងនឹង2 ដងជា3 ដងទៅហើយមិនលោកប្រធានមិនដេញគេចេញតែម្ដងទៅនៅមិនទាន់ដល់ពេលនោះទេចុះរឿងបន្ទប់នោះដោះស្រាយយ៉ាងម៉េចបងថាឲ្យគាត់គិតយ៉ាងម៉េចទៅនេះក្រែងនៅរោងចក្រមានរង្វាន់លើកទឹកចិត្តមែនទេមានកម្មករធ្វើការល្អមែនអត់ឯងជួយយករបស់នេះរាយការណ៍ទៅលើទៅលោកប្រធាននេះជារូបលោកគូមែនទេច្បាស់ជាបង្កើនល្បឿនរោងចក្ររបស់យើងលឿនជាមិនខានទេនៅពីមុខសមត្ថភាពពិតប្រាកដតែងតែមានល្បិចបង្កប់នៅក្នុងនោះបងស្រីខ្ញុំរកបងយូរហើយតាមពិតបងនៅទីនេះសិនឯងមកចំពេលល្អណាស់ខ្ញុំនិងក្មួយស្រីខ្ញុំកំពុងតែនិយាយពីរឿងឯងផងគេជាមនុស្សនៅរោងចក្រយើងដែលឯងមើលខោអាវដែលឯងរើសឲ្យយើងទៅចង់ឲ្យឯងរើសឲ្យគេបានពីរបីកំ pl ែងលុយមិនជាបញ្ហាទេប៉ាក្មួយស្រីខ្ញុំជាមនុស្សនៅប្រៃសណីយ៍ណាមនុស្សនៅឯប្រៃសណីយ៍និងអនុគ្រប់គ្រងរបស់យើងតើមួយណាធំជាងទេនាងចង់បានន័យថាម៉េចចង់មើលងាយប៉ាវខ្ញុំមែនទេអាយ៉ាមែនបែបហ្នឹងទេមិនមែនមានន័យបែបហ្នឹងទេខ្ញុំគ្រាន់តែច្រណែនជាមួយនឹងនាងដែលមានគ្រួសារល្អបែបនេះមិនដូចជាខ្ញុំនោះទេត្រូវគេធ្វើបាបគ្មានអ្នកណាគេការពារទេអូនស្រីនរណាគេធ្វើបាបឯងគឺអ៊ូជៀនរិនគេមានចេតនាចែកបន្ទប់6 ម៉ែត្រការ៉េឲ្យខ្ញុំកាលពីមុនខ្ញុំធ្លាប់ភ្ជាប់ពាក្យកាលពីក្មេងជាមួយគេក្រោយមកទៀតអ៊ូជៀនរឿងម្នាក់នេះមិនក៏អាក្រក់យ៉ាងនេះអ្នកមីងពួកយើងត្រូវតែជួយស៊ីយានបញ្ចេញកំហឹងមួយនេះលោកកុំភ្លេចឲ្យសោះស្អែកនេះចេញពីធ្វើការមកផ្ទះខ្ញុំលើអង្គស្អែកមួយទៀតតែចំណតឡានទទួលក្មួយខ្ញុំមកពីស្រុកស្រែនឹងអូខេបាទទុកចិត្តចុះនាងកុំបារម្ភអីបើអញ្ចឹងទៅហើយនឹងបាទហើយគ្រាន់តែជាកូនអនុគ្រប់គ្រងម្នាក់សក៏មានអំនួតដំណោះថ្នាក់នេះចាត់ទុកខ្ញុំជាគោប្រោយ៉ាងនេះអាហាខ្ញុំក៏ជាប្រធានឃ្លាំងម្នាក់ដែរហើយអ្នកដឹកនាំអ៊ូខ្ញុំកំពុងតែរកលោកអីយ៉ាអ្នកបងហាខ្ញុំសួរឯងណែគឺឯងនៅលីវដែរទេក្មួយស្រីខ្ញុំកំពុងតែរកដៃគូប៉ាគេគ្រាន់តែជាអ្នកគ្រប់គ្រងប្រៃសណីយ៍ទេគេមិនរើដៃគូប្រុសទូលាយឬក៏អ្នកមានអីទេប៉ុន្តែសុំរឿងមួយធ្វើការល្អចាំល្មមជាមួយអ្នកដឹកនាំអ៊ូខ្ញុំគិតថាស័ក្តិសមជាមួយនឹងលោកខ្លាំងណាស់ណាអំបាញ់មិញនេះលោកនិយាយថាយ៉ាងម៉េចហើយខ្ញុំចង់និយាយថាខ្ញុំនៅលីវច្រើនឆ្នាំហើយអពិតមែនហើយខ្ញុំនេះគ្រាន់តែចង់បានដៃគូម្នាក់តែប៉ុណ្ណោះមិនចាំបាច់គិតមានអីទេគ្រាន់តែមានចិត្តស្មោះចំពោះខ្ញុំទៅគឺបានហើយពិតជានិយាយបានល្អណាស់អញ្ចឹងខ្ញុំនឹងរៀបចំឲ្យលោកអរគុណហើយណាបងអរគុណហើយណាបងជោគជ័យហើយនៃធីងសាក់ភ្លក់មួយនេះទៅម្ហូបនេះប្រហែលជាថ្មីមិនដែលធ្លាប់ញ៉ាំទៀតទៅទេចាំថ្ងៃក្រោយខ្ញុំឧស្សាហ៍នាំមកញ៉ាយាយចឹងខ្ញុំអាចហៅនាងថាធីងបានទេហើយយាយក្បាលលោកអីអ៊ូជៀនរិនលោកក្បត់យើងទៅណាត់ជួបផ្សេងខ្ញុំប្រាប់លោកពួកយើងចប់គ្នាហើយមិនមែនទេអីយ៉ាមិនមែនទេធីងណាស់នាងជាកូនស្រីរបស់អនុគ្រប់គ្រងនាងតាមស្រឡាញ់ខ្ញុំមកយូរហើយនាងតាមរំខានខ្ញុំរហូតមកនាងមិនមែនជាស្អីទេធីងត្រូវតែជឿលើខ្ញុំជឿតែឲ្យតែមនុស្សស្រីមានខួរក្បាលគិតច្បាស់លាស់គឺសុទ្ធតែមិនចង់មានទំនាក់ទំនងជាមួយលោកឯងទេអត់ទេនេះបានន័យថាយ៉ាងម៉េចមានន័យថាលោកចង់តោងនាគតោងហោងប៉ុន្តែទីបំផុតអស់ទាំងពីរពេលនេះជ្រូកប៉ាចេកឆ្លុះកញ្ចក់ខាងក្នុងខាងក្រៅមិនមែនជាមនុស្សហើយស៊ីយានាងពិតជាល្អណាស់នាងយកទាំងពីរលេងល្បិចដាក់យើងនាងយកលេងទាំងពីរអ្នកមកបោកប្រាស់យើងហ៎លោកឲ្យយើងនៅក្នុងទ្រង់ចាប់របស់លោកយើងក៏មិនឲ្យលោកនៅក្នុងបន្ទប់ធំរបស់អនុគ្រប់គ្រងដែរធីងតោះពួកយើងទៅឯស្មាមិត្តខាងនេះម្ហូបនៅច្រើនមិនទាន់បានគិតលុយផងនឹងពេលនោះកូនស្រីរបស់អនុធានគ្រប់គ្រងចេញមកភ្លាមមុខរបស់អ៊ូជៀនរិនស្រាប់តែឡើងពណ៌បៃតងភ្លាមខ្ញុំសើចស្លាប់ហើយអ្វីត្បិតតែសងសឹកជាមួយអ៊ូជៀនរិនបានប៉ុន្តែពួកយើងនៅតែរស់នៅក្នុងសម្បុកចាប់មួយនេះប្រកាសដែរទេលោកនិយាយថាផ្ទះល្អជាងគេនៅទីនេះបានចែកឲ្យពួកយើង20 ម៉ែត្រការ៉េណែពួកឯងធ្វើស្អីហ្នឹងពួកឯងដឹងថាកន្លែងហ្នឹងជាកន្លែងស្អីទេកន្លែងនេះជាកន្លែងបញ្ចេញស្នាដៃរបស់កម្មកររោងចក្រទាំងអស់គ្នាពួកឯងទាំងពីរនាក់នេះសំដែរទេស្នាដៃពិសេសអីទៅ
ឬមួយគឺជាស្នាដៃបែបនេះមែនទេមិនអាចនោះទេឯងកម្មករកម្រិត2នេះឯងបង្កើតស្អីទៅម៉ាស៊ីនដើរដោយធ្យូងថ្មហាដំណឹងពិសេសសមិទ្ធលីឈីងវឹងបានកែច្នៃម៉ាស៊ីនបំរែបំរួលធ្យូងថ្មទៅជាម៉ាស៊ីនបំរែបំរួលអគ្គិសនីទទួលបានពានរង្វាន់កែច្នៃហើយមិនយូរទេម៉ាស៊ីននេះនឹងសុះសាយពេញផ្ទៃប្រទេសល្អណាស់លោកជាអ្នកដឹកនាំឃ្លាំងម្នាក់តែសូម្បីតែកម្មករកម្រិត2តូចតាចក៏មិនអាចប្រៀបបានដែរអរគុណណាស់លោកអ៊ូជៀនរិនបើសិនមែនដោយសារលោកទេខ្ញុំក៏មិនអាចក្លាយជាប្រពន្ធរបស់អ្នកមានចំណែកបច្ចេកវិទ្យាឈានមុខគេដែរលោកប្តីពួកយើងចូលផ្ទះទៅវ៉ាវហាហាវ៉ាវហើយឃើញបែបនេះក៏សប្បាយចិត្តហើយវ៉ាវពិតជា20ម៉ែត្រការ៉េរបស់គេមែននៅមានបន្ទប់ដេកទៀតចប់ហើយផ្ទះត្រឹមតែ20ម៉ែត្រការ៉េខ្ញុំសប្បាយចិត្តបែបនេះកាលពីមុនខ្ញុំសុទ្ធតែនៅផ្ទះទេសភាពស្ទឹង400ម៉ែត្រការ៉េហើយយ៉ាអារម្មណ៍ផ្លាស់ប្ដូរលឿនយ៉ាងនេះឬមួយជំនួយការហ្វាន់និយាយថាអារម្មណ៍មនុស្សស្រីមួយថ្ងៃដូរម៉ារ៉ឺដប់អេយូស្បែកជើងកញ្ចាស់មួយនេះចូលមកនៅកន្លែងរបស់ពួកយើងហើយពិតជាធ្វើឲ្យខូចបរិយាកាសសួនរបស់យើងអស់ហើយស៊ូហ្វិនឯងកំពុងតែនិយាយពីនរណាគេនឹងអ្នកបងហ្វាងនៅពេញមកស៊ូនេះអ្នកណាក៏ដឹងដែរអ្នកបងមិនដឹងទេចាំខ្ញុំប្រាប់បងធ្វើឲ្យយើងខឹងស្លាប់ហើយស្រីសំអុយម្នាក់នេះនិយាយដើមយើងទៀតហើយយើងត្រូវតែបញ្ចេញកំហឹងរាល់ពេលដែលនាងខឹងមិនក៏នាងឆ្លងមិនផុតពីស្គរខ្លាញ់ទាំងអស់នេះអញ្ចឹងទាំងនេះសុទ្ធតែជារបស់ថ្លៃទើបអាចដោះស្រាយបញ្ហាបានពួកយើងទើបតែផ្លាស់ចុះមកនៅទីនេះរបស់ទាំងនេះគឺសុទ្ធតែយកចិត្តអ្នកចិត្តខាងម្នាក់មួយមិនក៏អា4នេះស្អាតម្លេះ4នេះគឺទុកឲ្យអ្នកដែលត្រូវគេគោរពជាងគេនិងមានអ្នកស្ដាប់បង្គាប់ច្រើនជាងគេនៅក្នុងសួននេះនៅស្រុកកំណើតខ្ញុំគេហៅថាអូឲ្យពួកគេចាំពីពួកយើងឲ្យបានច្រើនក៏ស្មើនឹងពួកយើងកាន់កាប់ទីដៅរឿងនៅទីនេះគេហៅថាការគ្រប់គ្រងនយោបាយទៅសួននៅក្រៅផ្ទះខ្ញុំមានច្រើនណាស់ពេលល្ងាចឯងទៅដល់តិចទៅអ្នកបងប៉ុន្មានអ្នកពួកយើងទើបតែរើមនៅទីនេះថ្ងៃក្រោយគឺពឹងលើអ្នកទាំងអស់គ្នាមើលថែហើយទាំងនេះគឺជានំដែលខ្ញុំធ្វើជូនអ្នកទាំងអស់គ្នាណាចុះជានំស្អីទៅមានថ្នាំពុលផងក៏មិនដឹងឲ្យតែទេក៏មិនយកផងក៏មិនបានឲ្យជំនាញដែរអ្នកបងហ្វាងសាក់មើលទៅចាបានចាំខ្ញុំសាក់មួយម៉ាត់អាហារពេលខ្ញុំរៀបការក៏មិនធ្លាប់បានញ៉ាំនំអីឆ្ងាញ់យ៉ាងនេះដែរហិតមើលទៅឈ្ងុយដែរតើខ្ញុំសាក់មើលអ្នកបងគ្រប់គ្នាគឺសុទ្ធតែមានអ្នកបងគ្រប់គ្នាបើអ្នកបងគិតថាឆ្ងាញ់អាចផ្ដល់គិតយកចូលរួមក្នុងកម្មវិធីឡើងផ្ទះថ្មីរបស់ខ្ញុំតើបានដែរទេប្រកាសជាបានទៅមិនត្រឹមតែនំទេនៅមានម្ហូបខ្ញុំពូកែធ្វើប៉ុន្មានមុខទៀតតើពួកយើងឆាប់ទៅវិញហើយយ៉ាងណាក៏យើងមិនទៅដែរមិនបានអញ្ជើញអ្នកបងខាងនេះទេដល់ពេលនោះចាំទៅចាបានជាកម្មវិធីបដូរផ្ទះថ្មីហីកុំចេះតែហួសហេតុពេកកើអីផ្ទះឯងគ្មានទេហីបានជាអញ្ជើញឲ្យគេទៅហូបអីទាំងនៅឈរអីបែបហ្នឹងអត់មានកើអីទេទោះបីជាហូបអីមានឬក៏គ្មានកើអីណូក៏គ្មានអីពាក់ព័ន្ធជាមួយនាងដែរអាហារអូស្អាតណាស់នេះគឺអត់មានកើអីផងហ្នឹងប៉ុន្តែរៀបចំទៅឡើងភ្លឹងអញ្ចឹងពួកយើងហូបយ៉ាងម៉េចទេហូបនៅទីណាទៅហើយមែនហើយអ្នកបងអាហាររបស់ពួកយើងនៅថ្ងៃហ្នឹងគេហៅថា buffet អាហារគ្រប់គ្នាកាន់តែចានមួយចង្កឹះមួយទេចង់ហូបអីផឹកអីក៏យកបានតាមចិត្តនឹងអាហារពួកយើងតាមយកទេហើយមែនហើយអ្នកបងវាងខ្ញុំធ្វើពងទាខ្មៅឆាំទេសជាមួយម្ហូបស្រុកអ្នកបងដែរណាអ្នកបងចាស់ខ្ញុំក៏បានធ្វើស៊ុបប្រហិតស្រុកអ្នកបងដែរអ្នកបងឈៀននេះជាឆាឆ្អឹងជំនីជ្រូកជូរអែមខាងស្រុកអ្នកបងដូចគ្នាដែរហើយនេះក្បាលទន្សាយហឹររបស់អ្នកបងលីឆ្ងាញ់ណាស់ខ្ញុំធ្លាប់ប្រាប់ឯងហើយខ្ញុំខានហូបម្ហូបខាងស្រុកខ្ញុំយូរណាស់ហើយសៀវស៊ីឯងពិតជាយកចិត្តទុកដាក់ណាស់អ្នកបងអត្ថប្រយោជន៍របស់អាហារ
perfect របស់ពួកយើងគឺអាចបំពេញរសជាតិតាមតម្រូវការចិត្តគ្រប់គ្នាបានយើងអាចញ៉ាំមកមុខទៅមកមុខរហូតដល់យើងឆ្អែតបានទៀតនឹងនេះទើបជាលើកទី1ទេខ្ញុំអង្គុយញ៉ាំនៅទៅម្ដងបង្វិលម្ដងខ្មាស់គេណាស់អញ្ចឹងទៅងាយស្រួលខ្លាំងណាស់ជីហ្វុងឯណាភេសជ្ជៈណូឆាប់លើកយកមកឲ្យអ្នកបងមកហើយនេះអ្នកបងសូមអញ្ជើញនេះភេសជ្ជៈពិតជាពូកែយកចិត្តមែនតួនាទីរបស់បងនឹងគឺបម្រើសេវាកម្មដល់អ្នកបងនេះអ្នកទាំងអស់គ្នាហូបមុនចុះខ្ញុំចូលទៅធ្វើការវិញហើយអាហារទៅធ្វើការបងស៊ីវលីប្តីឯងស្ដាប់សម្ដីឯងនឹងទំនាក់ទំនងពួកឯងទាំងពីរពិតជាស្អិតរមួតមែនអ្នកបងនឹងក៏ព្រោះតែយើងស្រឡាញ់គ្នាដល់សេរីភាពនឹងពេលយើងគិតថានឹងស័ក្តិសមគ្នាជាក់ថាប្រកាសជាច្បាស់លាស់ហើយទើបអាចរស់នៅជាមួយគ្នាបានខ្ញុំប្រាប់ពួកបងមួយចុះពីមុនមិត្តភក្តិតូចជាមួយគ្នានឹងណាមិនដឹងយ៉ាងម៉េចទេស្រាប់តែទៅភ្ជាប់ពាក្យជាមួយមនុស្សដែលមិនធ្លាប់ឃើញមុខទៅកើតមិនមែនជាសម័យស័កភូមិឯណាមែនអត់មែនហើយឯងនិយាយត្រូវពួកយើងសម័យនេះនឹងមិនធ្វើអ្វីដែលពួកយើងមិនពេញចិត្តនោះទេមែនអត់មែនហើយមែននឹងតើពួកយើងនាំគ្នាញ៉ាំទៅអីយយមកស៊ីអីនៅផ្ទះអ្នកក្រណីពួកឯងមិនខ្លាចឆ្លងជំងឺទេហេហាស៊ូហ្វិនអ្នកណាគេឲ្យឯងហាយស្មូមិនស៊ីថាជាអ្នកក្រគេកំពុងតែលុបបំបាត់របស់សត្វភូមិហើយទាមទារការរៀបការដោយសេរីភាពកុំចេះតែនិយាយផ្ដេសផ្ដាសក្នុងនាមខ្ញុំគឺជាស្រីម្នាក់ត្រូវទាមទារការវិវត្តទៅមុខមិនចង់លេងមកជើងជាមួយមនុស្សស្អីប្រកាន់ខ្លួនដូចជានាងនោះទេអាហារហូបទៅគ្រប់គ្នាអ្នកបងហូបឲ្យច្រើនទេឆ្ងាញ់ខ្លាំងណាស់ពិតមែនហេមែនហើយចូលចិត្តណាស់អរគុណហើយណាលីសិនហើយអរគុណច្រើនអ្នកទាំងអស់គ្នាអ្នកបងចាំស្អែកលេងម៉ាត់ចេញជាមួយគ្នាទៀតណាយ៉ាងម៉េចដែរការរៀបចំអាហារ buffet របស់អូននៅថ្ងៃនេះល្អដែរទេល្អតើក៏ប៉ុន្តែបើសិនជាយើងបានដាក់ភ្លើងថែមទៀតកាន់តែល្អបងនេះមិនស័ក្តិសមជាកម្មករធម្មតាថ្នាក់ទី2សោះតែថាបងត្រូវទិញអីវ៉ាន់ណាបានខ្ញុំនឹងទៅទិញភ្លាមមានបញ្ហាអីចំពោះរបាយការណ៍ឡើងតំណែងរបស់អ៊ូស៊ូហ្វីនទៅអ៊ូស៊ូហ្វីនធ្វើកម្មករជាថ្នាក់ទី2មក2ឆ្នាំហើយបើគិតតាមឆ្នាំទៅឆ្នាំនេះនាងគួរតែកើតឡើងជាកម្មករថ្នាក់ទី3ហើយការឡើងតំណែងមិនមែនតាមឆ្នាំទេគេគិតតាមសមត្ថភាពអ៊ូស៊ូហ្វីនម្នាក់នេះឬគេឯងថាធ្វើការគ្មានទំនួលខុសត្រូវស្ទើរតែរៀងរាល់ថ្ងៃទម្លាក់ទៅកម្រិតមួយវិញពេលទៅវិញឲ្យនាងសរសេរពីការងារប្រចាំថ្ងៃរបស់នាងពេលនាងពិចារណាលើបញ្ហាគំនិតអវិជ្ជមានរបស់នាងផងបាទមែនហើយចាំជួយរកទិញមីញ៉ែឲ្យខ្ញុំមួយផងបាទបទចម្រៀងពីដើមពីរោះដែរតើបទពីដើមអីទៅនេះជាបទថ្មីរបស់តឹងលីជីនហើយយកថ្មនេះទៅហើយធ្វើអីរវាងដូចជាឯងនៅក្នុងរឿងព្រេងនិទានគិតស្មានថាធ្វើមើលទៅល្អហើយលីជីវឹងនឹងក៏ល្អម្លេះទាំងឆ្លាតទាំងក្មេងទាំងស្មោះត្រង់មិនបានជាទៅជាប់ស្មោជាមួយនាងនោះទៅវិញអញ្ចឹងហាអង្គសោះតាមពិតទៅក៏ឃើញថាគេដូចមិនទំនងស្រឡាញ់ស៊ីយានអីណាស់ណាដែរឯខ្ញុំប្រាប់ឯងរឿងសម្ងាត់មួយពួកគេទាំងពីរនឹងដេកផ្សេងគ្នាយប់ឡើងដេកស្ងៀមអត់ហ៊ានកម្រើកអីតិចទេថាមិនត្រូវណាស់គេអត់មានប៉ះពាល់ស៊ីយានអីផងក៏មិនដឹងមិនប៉ះនាងផងក៏មិនដឹងមែនហេអ៊ូស៊ូហ្វិននាងជាមនុស្សស្រីមិនទាន់រៀបការផងមិនក៏ចេះដឹងរឿងប្តីប្រពន្ធគេធ្វើអីមិនធ្វើអីណូមិនបានជាចាប់អារម្មណ៍រឿងគេយ៉ាងនេះយើងគ្មានទេអាហារខ្ញុំមើលថានាងធ្លាក់តំណែងហើយតំណែងការងារការពារមិនបានផងមិនក៏មិនឆាប់ទៅផ្ទះស្រាវជ្រាវរៀនសូត្រអីទៅស្រីល្ងងឲ្យហេឯងហឺពួកនាងចង់បានន័យថាម៉េចសំណាងហើយដែលខ្ញុំកើតមកស្អាតដូចជាទេវតានោះមិនបានជាថាឲ្យខ្ញុំនេះសំតែត្រូវគេបោះបង់ចោលអញ្ចឹងលីឈីហ្វឹងបើថាពួកយើងត្រូវលេងគ្នានោះបើចឹងក៏ត្រូវនិយាយគ្នាឲ្យហើយពីពាក្យគេនឹងទាក្រោយពេលរៀបការសម្ដែងធ្វើបែបនេះចុះគឺត្រូវនិយាយថាភាគីខាងប្រុសខាងក្រៅមិនសូវចុះសម្រុងគ្នាម្នាក់មានតម្រូវការងាររៀងៗខ្លួនពួកយើងត្រូវលេងលះគ្នាមែនទេមែនហើយក្រោយពេលលេងគ្នាមិនទាន់បានកន្លះឆ្នាំទេបើមិនអាចមានទំនាក់ទំនងជាមួយស្រីផ្សេងបានឡើយវាក៏នឹងស៊ីគ្នានឹងហេតុផលដែលលោកលេងត្រូវការខ្ញុំដែរតើបានដែរទេបងមិនដែលគិតថានឹងទៅមានស្រីផ្សេងទេតែដៃអូនកំពុងតែធ្វើអីហ្នឹងពួកគេនិយាយថាពួកយើងដេកស្ងៀមមិនបានធ្វើអ្វីគ្នាទេអញ្ចឹងខ្ញុំមានតែរង្គើឲ្យមានសម្លេងបន្តិចទៅបានហើយមិនរង្គើសោសឹងតែបាក់ដៃទៅហើយហេអូនកុំអញ្ចឹងអីប៉ុណ្ណឹងយ៉ាងម៉េចដែរបងគួរដាក់ទៅខាងណាទៅហើយពួកគេរង្គើអីខ្លាំងម៉េះប្រឹងឲ្យអាណាគេនឹងខ្មាស់គេណាស់ធ្វើឲ្យគេឯងដេកមិនលុកលីឈីហ្វឹងមានអីមែនទេខ្ញុំគិតច្បាស់ហើយខ្ញុំត្រូវតែទៅធ្វើការខ្ញុំបានគិតពេញម៉ៃ
ដោយសារតែខ្ញុំមិនធ្វើអីបានជាពួកគេមើលងាយខ្ញុំបែបហ្នឹងនោះស្ត្រីស្មើនឹងមេឃបងប្រកាសជាគាំទ្រអូនតែថាអូនគិតហើយនៅថាចង់ធ្វើអីមានហាងកាត់សក់ធំមួយស្រាប់ហើយនៅផ្លូវរោងចក្រនោះខ្ញុំចង់បានវាការងារនេះពេញនិយមណាស់ប៉ុន្តែពេលនេះម្នាក់សម្រុកឲ្យអំណោយលេខាហ្វាន់ណាស់ហើយប្រពន្ធនាយកក៏បានប្រាប់ខ្ញុំដែរថាខ្ញុំមិនអាចយកវាបានទេបើគ្មាន200យ៉ននោះប៉ុន្តែលុយដែលខ្ញុំបានពីអូជៀនរិននៅសល់ត្រឹមតែ20យ៉នទេតើអូនមានសមត្ថភាពធ្វើវាទេវាគ្មានបញ្ហាអីទេបើអូនចង់បាននោះមិនចាំបាច់គិតរឿងអំណោយអីច្រើនក៏ព្រោះតែលោកមិនយល់ពីរឿងហ្នឹងទើបលោកត្រឹមជាបុគ្គលិកថ្នាក់ទី2ទោះជាយើងមានសមត្ថភាពក៏ត្រូវចេះយកអារម្មណ៍មនុស្សដែរគេហៅថាប្រាស្រ័យតាក់ទងគ្នាហើយនៅក្នុងរោងចក្រខ្ញុំក៏មានអូជៀនរិនជាស្ត្រូវទៀតគេប្រកាសជារកសារិយារបស់គេហើយប៉ុន្តែខ្ញុំបានឮថាបើសិនជាយើងជូនអំណោយស្រាម៉ោងថៃឲ្យលេខាហ្វាណូខ្ញុំនឹងមិនចាញ់គេនោះទេចាំមើលខ្ញុំនឹងទៅទីផ្សាររងឹតទិញវាឲ្យបានមិនបានថ្មីនឹងក្នុងរោងចក្រមានរឿងសំខាន់ច្រើនណាស់ហើយផ្សាររងឹតនឹងក៏ជាកន្លែងដែលគេស៊ើបអង្កេតដែរបើសិនជាអូនធ្វើអីខុសច្បាប់នោះអូននឹងមានទោសត្រូវគេចាប់ខ្លួនបើបងមិនទៅអញ្ចឹងខ្ញុំមិនខ្លាចអេសមិតស៊ីស៊ីយានយើងនឹងរងចាំមើលថាឯងនឹងប្រុងធ្វើអីទៅគ្រឿងសម្អាងបរទេសម៉ាកផ្សេងសុទ្ធបរិសុទ្ធតម្លៃពិសេសមានកំណត់ណាស់មួយឈុតត្រឹមតែ20យ៉នប៉ុណ្ណោះណាសុំទោសលោកប៉ូលីសខ្ញុំទើបតែមកធ្វើលើកដំបូងទេឲ្យតែមិនចាប់ខ្ញុំនឹងឲ្យគ្រឿងសម្អាងនេះទាំងអស់ណាបងទេបងភ័យស្លាប់ហើយមិនក៏បងមកអញ្ចឹងបងមកមើលប៉ូលីសចាប់អូននឹងបើបងមកហើយក៏ល្អដែរជួយអូនលក់គ្រឿងសម្អាងតិចទៅគ្រឿងសម្អាងមួយឈុត20យ៉ននេះនាងប្លន់គេមែនទេនេះគឺដើម្បីឲ្យស្រីមុខស្អាតណាស់អញ្ចឹងវាត្រូវតែថ្លៃតិចហើយបើលោកមិនចង់ចាយលុយទេក៏ទៅឡើងលើភ្នំមើលទេសភាពទៅនាងទូតែងមុខឬអត់ក៏នៅតែស្អាតដែរបើនាងមានសមត្ថភាពតុបតែងប្អូនស្រីរបស់ខ្ញុំឲ្យស្អាតដែរទៅមើលទៅប្អូនស្រីលោកនេះស្អាតស្រាប់ហើយគ្រាន់តែមិនដឹងពីមធ្យោបាយតុបតែងប៉ុណ្ណោះចាំបងស្រីជួយតុបតែងដោយឥតគិតថ្លៃណាបើមិនស្អាតគឺមិនយកលុយនោះទេរួចហើយវ៉ាវនេះមែនដែលគេហៅថាតុបតែងមុខដូចជាបដូរក្បាលថ្មិញខ្ញុំចង់បានទាំងអស់គ្រឿងសម្អាងទាំងអស់ហ្នឹងវ៉ាវមួយប៉ុន្មានដែរនឹងខ្ញុំចង់បានមួយឈុតត្រឹមតែ20យ៉នមានតែ99ឈុតប៉ុណ្ណោះអត់ចុះតម្លៃអត់មានស្តុកបើសិនចង់បានក៏តម្រង់ជូនទៅរួចក៏ទៅចុះបញ្ជីជាមួយនឹងជំនួយការរបស់ខ្ញុំទៅមិនបានជាបងខ្លាយជាជំនួយការអូនទៅវិញបោះបាត់បើអ្នកទាំងអស់គ្នាចង់បានគឺមួយឈុត20យ៉នតែប៉ុណ្ណោះរាល់គ្នាតំណាងជូនមកលក់អស់មិនចូលស្តុកវិញទេមកមើលខាងនេះមកបើប្រើពីនឹងចូលគ្នាទៅគឺកាន់តែស្អាតទៀតឈប់រាប់ទៅ140ដងហើយហត់នឿយហើយជំនួយការលេងប៉ូលីសមកហើយនាំគ្នាឆាប់រត់ទៅពួកគេនៅផ្លូវជូននោះកូនកំរើកទៅឆាប់ទៅរត់ទៅតាមផ្លូវនេះខាងហើយខាងនេះខាងនេះជាផ្លូវតនឹងអូនកុំខ្លាចអីតាមពិតបងគឺជានៅក្នុងទីវីស្រុកអូនឲ្យតែមានស្ថានភាពបែបហ្នឹងកើតឡើងតាមធម្មតាគេតែងតែនៅទីបំផុតពួកគេទៅហើយអាហាហូបគ្រឿងសម្អាងរបស់ខ្ញុំនៅឯណាទៅអូនទៅមុនបងសិនចូលចាំបងទៅរកឲ្យកុំប៉ះវាឲ្យសោះណាលោកប្រធានលីមិនបានជាលោកនៅទីនេះលោកពូវាងមកពីនិតផ្សារងឹតមែនទេរោងចក្រខ្ញុំនោះរោងចក្ររបស់ខ្ញុំគេតែងតែយកដៃមកលក់ឡើងវិញនៅផ្សារងឹតទើបខ្ញុំមកមើលស្ថានភាពនឹងឯងប៉ាខ្ញុំថារកពេលនឹងទៅលេងទីលោកពូបានតើខានជួបថៅកែចាស់យូរហើយសុខភាពឥឡូវក៏អត់យ៉ាងមិនដែរដូចតែលោកពូបានឃើញអញ្ចឹងឲ្យខ្ញុំមិនសូវស្រឡាញ់សុខភាពទេថ្មីនឹងមានការងារត្រូវរៀបចំច្រើនក៏រាល់ថ្ងៃធ្វើការរហូតនឹងទូខាត់ក៏ខាត់មិនបានដែរដូចលោកពូបានដឹងស្រាប់ហើយថៅកែគាត់តែអញ្ចឹងឯងយូរណាស់ទម្រាំពូក្មួយយើងបានជួបគ្នាអញ្ចឹងពូអញ្ជើញឲ្យញ៉ាំបាយចូលតោះសុំអញ្ជើញទៅក្មួយបាទលោកពូមិនបានជាពួកគេនាំគាត់ទៅអញ្ចឹង
នៅពេលនេះយប់ណាស់ទៅហើយមិនក៏មិនទាន់ត្រឡប់មកវិញទៀតអញ្ចឹងបងយ៉ាងម៉េចហើយបងត្រូវគេចាប់បង្ខំឲ្យសារភាពមែនទេហើយមានត្រូវរបួសត្រង់ណាដែលទេសមិទ្ធស៊ីថ្ងៃនេះយើងបានប៉ះពាល់គ្នាលើសពេកហើយនេះអូននៅចង់ប៉ះពាល់បងអីទៀតអញ្ចឹងយើងក៏ត្រូវនិយាយគ្នាឲ្យច្បាស់ដែរបងកុំច្រឡំអីថាប់គ្នាពេលហ្នឹងក៏ស្ថានភាពបង្ខំដែរខ្ញុំក៏មិនចង់ធ្វើបែបហ្នឹងទេល្មមនៅពេលនេះខ្ញុំនិយាយអីក៏បងជឿដែរមែនហើយសមាមិត្តស៊ីបងនិងលេខាហ្វានបាននិយាយគ្នាហើយថាអូនអាចធ្វើការដោយមិនចាំបាច់ជូនអំណោយអីបានហាងកាត់សក់នៅរោងចក្រនេះជារបស់អូនហើយអរគុណលេខាហ្វានដែលយោគយល់និងអនុគ្រោះឲ្យមិនអីទេមិនអីទេលេខាហ្វានចេញក្រៅមកផ្លែតឬថាអ៊ូជៀនរិនដើម្បីបានហាងកាត់សក់នេះត្រូវជូនស្រាមុខថៃឲ្យលោកមែនទេខ្ញុំមិនមែនមានន័យអញ្ចឹងទេគ្រាន់តែចង់យកបន្តឲ្យលោកតែប៉ុណ្ណោះលោកក្រោយកុំឲ្យយល់ច្រឡំទៀតអ្នកដែលសូកប៉ាន់ឲ្យអំណោយទម្លាក់តំណែងឲ្យអស់ហើយឲ្យសរសេររបាយការណ៍ពិនិត្យការងារអ្នកទាំងពីរកំពុងតែនិយាយគ្នាពីអីហ្នឹងមិនក៏តឹងតែយ៉ាងនេះបងកំពុងតែរាយការណ៍ការងារជាមួយលេខាហ្វានអញ្ចឹងបងទៅប្រជុំសិនហើយអូនអាចនៅទីនេះម្នាក់ឯងបានទេមិនក៏ថាមិនបាននោះល្អលេខាហ្វានខ្ញុំទៅមុនសិនហើយជាកម្មករថ្នាក់ទី2សិស្សមិនក៏មានការប្រជុំសឹងតែរាល់ថ្ងៃអញ្ចឹងហ្នឹងមានអ្នកនៅដែរទេខ្ញុំមានកម្មវិធីហូបអីចង់កាត់សារ៉េសក់តិចមកហើយនាងនៅក្មេងយ៉ាងនេះចេះកាត់សក់ដែរទេនឹងតាមពិតទៅខ្ញុំក៏មិនធ្លាប់កាត់សក់ឲ្យគេដែរក៏ប៉ុន្តែខ្ញុំក៏ធ្លាប់កាត់សារ៉េសក់ឲ្យខ្លួនឯងដែរណាបើអញ្ចឹងខ្ញុំទៅរកកន្លែងផ្សេងហើយណាហេមិនមែនបែបនឹងទេបងស្រីទៅឆាហើយថានាងមិននឹងអាចធ្វើការនឹងបានទេខ្ញុំជាអ្នកជំនាញខាងកន្ត្រៃផងនៅរៀនឡើងដល់ទៅ2 ខែទៅជ័យហើយចុះនាងជាស្អីគេទៅខ្ញុំថានាងគឺចង់បោកប្រាស់គេតែប៉ុណ្ណោះបើអញ្ចឹងពួកយើងក៏សាកល្បងទៅថានរណាគេកាន់បានល្អជាងមង្គលការរបស់បងប្រុសនាងទៅតែដួលរំទេទូរស័ព្ទផ្ទះនាងក៏ដាច់តាក់ទងមិនចេញដែរប៉ុន្តែផ្ទះរបស់ខ្ញុំមានមីញ៉ៃហើយខ្ញុំចង់បានម៉ាស៊ីនដេកង់និងនាឡិកានៅផ្ទះរបស់នាងចុះបើសិនជានាងចាញ់វិញនោះនាងគឺត្រូវតែកសក់ចោលគ្មានបញ្ហាទេប៉ុន្តែខ្ញុំថាគ្មានផ្លូវចាញ់នោះទេមានការប្រកួតនៅហាងកាត់សក់អូស៊ូហ្វីននិងស៊ីយៀនប្រកួតគ្នាកាត់សក់គ្រប់គ្នាមកមើលទៅមកគ្រប់គ្នាអរគុណអ្នកគ្រប់គ្នាដែលបានមកចូលរួមមើលការប្រកួតនេះប៉ុន្តែតើមានស្រីស្អាតរូបណាស្ម័គ្រចិត្តធ្វើជាគំរូឲ្យខ្ញុំដែរទេមើលទៅគ្មានអ្នកណាគេហ៊ានស្ម័គ្រចិត្តឲ្យនាងកាត់សក់ឲ្យទេនាងគួរតែឆាប់ទទួលស្គាល់ចុះចាញ់យើងទៅណាលេខាហ្វានខ្ញុំនឹងជួយលោករឿងលោកទទួលស្រាមុខ